បន្ទាន់ក្តៅសម្ដេចបវរធិបតីប្រកាសថាកម្ពុជានឹងចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពរបស់លោក Donald Trump ក្តៅសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសគួរឲ្យអបអរសាទរថាកម្ពុជានឹងចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពឬ Board of Peace ដែលផ្ដួចផ្ដើមឡើងដោយប្រធានាធិបតីអាមេរិកលោក Donald Trump ដែលនេះបង្ហាញនៅសុឆន្ទៈនិងការបដិញ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានសរសេរបង្ហោះនៅលើគណនីផ្លូវការរបស់សម្ដេចដែលមានខ្លឹមសារដូចនេះថាមេបញ្ជាការនៃបញ្ជាការដ្ឋាន Indo-Pacific អាមេរិកពេញចិត្តនិងវាតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិកកម្ពុជានាព្រឹកថ្ងៃទី26ខែមករាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យអាដាមនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋាន Indo-Pacific នៃសហរដ្ឋអាមេរិកចូលជួបសម្ដែងការកុសលនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនុំនេះអាដាមនាយឧត្តមនាវី Samuel Paparo បានថ្លែងអំណរគុណនិងសម្ដែងនៅក្តីសោមនស្សរីករាយដែលបានជួបសម្ដេចបវរធិបតីជាថ្មីម្ដងទៀតក្នុងដំណើរបំពេញទស្សនកិច្ចជាលើកទី2នៅកម្ពុជាអាដាមបានសម្ដែងការពេញចិត្តនិងវាតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិកកម្ពុជាជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយគ្នានេះអាដាមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឲ្យនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលចតនៅមូលដ្ឋានសមុទ្ររៀមដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងអំពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរជាការឆ្លើយតបសម្ដេចបវរធិបតីបានវិតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរនាពេលកន្លងមកនិងបានគូសបញ្ជាក់ថាការចូលចតនៃនាវាជើងទឹកសហរដ្ឋអាមេរិកនៅកម្ពុជានាពេលនេះគឺជាលទ្ធផលជាក់ស្ដែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងតែរីកចម្រើនសម្ដេចបវរធិបតីមានជំនឿយ៉ាងមុតមាំថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀតទន្ទឹមនឹងនេះសម្ដេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាដាមប្រធានាធិបតី Donald Trumpដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញឲ្យមានបទឈប់បាញ់កម្ពុជាថៃនិងបានធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីសម្ដេចបវរធិបតីក៏បានជម្រាបជូនអាដាមនាវីថាកម្ពុជាទទួលលិខិតអញ្ជើញរបស់អាដាមប្រធានាធិបតី Donald Trump ក្នុងការចូលរួមក្រុមប្រឹក្សាសន្តិភាពកម្ពុជានឹងចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពនេះដែលការនេះបានបង្ហាញនៅសុឆន្ទៈនិងការបដិញ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកលសម្ដេចបវរធិបតីក៏បានជម្រាបជូនអាដាមនាវីអំពីការវិវត្តជាក់ស្ដែងនៃស្ថានភាពព្រំដែនកម្ពុជាថៃនិងបានបញ្ជាក់ពីចំហយ៉ាងច្បាស់លាស់របស់កម្ពុជានៅក្នុងការគោរពបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរឲ្យបានខ្ជាប់ខ្ជួននិងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ដើម្បីសម្រេចបាននៅព្រំដែនសន្តិភាពនិងយូរអង្វែងជាការឆ្លើយតបអាដាមនាវី Samuel Paparo បានជម្រាបជូនសម្ដេចបវរធិបតីថាអាដាមប្រធានាធិបតី Donald Trump នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពព្រំដែនកម្ពុជាថៃនិងអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរអាដាម Samuel Paparo បានគូសបញ្ជាក់អំពីសារៈសំខាន់ប្រកបទៅដោយស្ថាបនានៃទូនាទីរបស់ក្រុមអ្នកអង្កេតការណ៍អាស៊ាន AOTនិងបានជម្រាបជូនសម្ដេចបវរធិបតីថាសហរដ្ឋអាមេរិកបន្តគាំទ្រដល់ការបន្តយន្តការ AOT ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែងនិងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ